ជំរាបសួរបងម៉ាក់ជាទីស្រឡាញ់ទាំងអស់គ្នានាងខ្ញុំឈ្មោះសឹងសំភ័រមកពីបរិញ្ញាបត្រ Check DM IT តើបងម៉ាក់ជាទីស្រឡាញ់បានដឹងទេថាកូនរបស់លោកអ្នកមានការគិតនិងរបៀបរៀនខុសៗពីគ្នាហើយវិធីសាស្ត្របង្រៀនដដែលទៅលើក្មេងគ្រប់រូបគឺមិនទទួលបានលទ្ធផលល្អឡើយថ្ងៃនេះនាងខ្ញុំនឹងចែករំលែកនៅបុគ្គលិកលក្ខណៈពិសេសទាំង4ប្រភេទរបស់កុមារនិងវិធីសាស្ត្របង្រៀនពួកគេដើម្បីឲ្យទទួលបាននៅប្រសិទ្ធភាពខ្ពស់កុមារក្រុមទី1គឺក្រុមសត្វឥន្ទ្រីពួកគេមានគំនិតផ្ទាល់ខ្លួនឯករាជ្យនិងចូលចិត្តការប្រកួតប្រជែងដូច្នេះវិធីសាស្ត្របង្រៀនពួកគេគួរតែដាក់លំហាត់បីដោះស្រាយបញ្ហាដើម្បីពួកគេអាចបញ្ចេញសមត្ថភាពកុមារក្រុមទី2គឺក្រុមសត្វព្រាបពួកគេពូកែសកម្មហើយត្រូវការការលើកទឹកចិត្តខ្ពស់វិធីសាស្ត្រក្នុងការបង្រៀនពួកគេគឺឲ្យពួកគេធ្វើការងារជាក្រុមនិងប្រើពាក្យពេចន៍សរសើរនិងការលើកទឹកចិត្តជាប្រចាំកុមារក្រុមទី3គឺប្រភេទសត្វទីទុយពួកគេចូលចិត្តភាពច្បាស់លាស់ហ្មត់ចត់និងរៀបរយវិធីសាស្ត្រក្នុងការបង្រៀនពួកគេគឺត្រូវពន្យល់ពួកគេឲ្យមានហេតុផលពន្យល់លម្អិតច្បាស់និងទុកពេលឲ្យពួកគេក្នុងការគិតពិចារណាកុមារក្រុមទី4គឺក្រុមសត្វក្ងោកពួកគេពូកែនិយាយវិចិត្រភាពលេចធ្លោនិងមានការស្រមើស្រមៃខ្ពស់វិធីសាស្ត្រក្នុងការបង្រៀនពួកគេគឺការបញ្ជ្រាបការរៀនតាមរយៈសកម្មភាពសប្បាយៗការនិយាយឆ្លើយឆ្លងនិងសកម្មភាពសិល្បៈនានាជាការពិតណាស់ការដឹងពីអត្តចរិតរបស់កូននឹងជួយប៉ាម៉ាក់ក្នុងការចិញ្ចឹមកូនឲ្យបានត្រឹមត្រូវជាពិសេសជួយឲ្យពួកគេរៀនឲ្យបានល្អនិងមានទំនុកចិត្តលើខ្លួនឯងចុះប៉ាម៉ាក់ដឹងទេថាតើកូនរបស់លោកអ្នកស្ថិតនៅក្នុងអត្តចរិតរបស់សត្វមួយណាពួកគេប្រកែខាងអ្វីនាងខ្ញុំសូមណែនាំប៉ាម៉ាក់ទាំងអស់នាំកូនមកធ្វើតេស្តនៅបរិញ្ញាបត្រ Check DM IT ឥឡូវនេះដើម្បីទទួលបានលទ្ធផលនិងដឹងអំពីអត្តចរិតកូនរបស់លោកអ្នកក្នុងនោះយើងនឹងផ្ដល់ការប្រឹក្សាយ៉ាងលម្អិតជូនដល់ប៉ាម៉ាក់ទាំងអស់គ្នាផងដែរជួបគ្នាឆាប់ៗនេះសូមអរគុណ